ចាស់សូមប្រកាសក្រាបប្រណិប័តដល់អស់ពួកបរិស័ទដែលលះកាត់ក្តីកង្វល់ហើយមកប្រជុំគ្នាព្រោះប្រាថ្នាយកគុសលហេតុនេះសូមតម្កល់តាំងចិត្តស្ដាប់ធម៌ទេសនាដើម្បីជាការបុណ្យនឹងជាគុណច្រើនណាស់អំណាចស្ដាប់ទេសនាដោយជ្រះថ្លាក្នុងសន្តានសូមតាំងចិត្តឲ្យស្អាតខ្ញុំអារាធថានេតកានិមន្តលោកនិទានតែងទូនមានយើងរាល់គ្នាពេលនេះសូមបរិស័ទដែលប្រណិប័តគល់ត្រៀបត្រាកំពោលកុំចរចានឹងយាយគ្នាបែរមុខក្រោយសូមចង់នៅសញ្ញាទៀងសោតតាស្ដាប់កុំធ្លុយទើបនឹងបានផលសោយអានិសង្ឃ5ប្រការ